យូរមកហើយដែលមកដល់កាស្ថានគុន Fresh and Fun ប៉ាប៉ាស្រឡាញ់ទឹកដីនេះណារហូតដល់ភ្លេចពេលវេលាអស់ហើយតើទាំងអស់គ្នាចូលចិត្តអ្វីជាងគេនៅទីនេះសត្វក៏នឹងមនុស្សនៅទីនេះរស់នៅយ៉ាងសុខសាន្តនិងសប្បាយរីករាយកុមារអាចទៅសាលារៀនដោយមិនគិតថ្លៃនិងដឹងពីការការពារបរិស្ថានម៉ាក់ឃើញនៅទីនេះគ្រប់គ្នាស្លៀកសម្លៀកបំពាក់ដូចគ្នាមិនមានភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រដូច្នេះមនុស្សនឹងសាមស្រឡាញ់គ្នាទៅវិញទៅមកកូនឃើញគ្រប់គ្នាចូលចិត្តធ្វើកិច្ចការផ្ទះមានការប្រកួតរៀងរាល់ចុងសប្តាហ៍អ្នកណាធ្វើកិច្ចការផ្ទះបានល្អជាងក៏ប៉ុន្តែខ្ញុំចាប់ដើមនឹកដើមឈើវេទមន្តហើយជីវិតនៅទីនេះមានឧត្តមគតិណាស់ម៉ាក់ប្រាថ្នាជីវិតនៅលើផែនដីគឺបែបនេះពួកយើងត្រូវតាំងចិត្តនាំយកគុន Fresh and Fun ត្រឡប់ទៅវិញដើម្បីជួយផែនដីព្រឹកស្អែកយើងទៅជួបពូកូមូដើម្បីឲ្យគាត់នាំទៅជួបអ្នកគ្រប់គ្រងរោងចក្រព្រឹកថ្ងៃស្អែកទៅទាំងអស់គ្នាណាបានខូឡូដឹងខ្លួនឡើងអូយក្បាលយើងឈឺក្បាលហើយយើងកំពុងនៅទីណាលោកសួរយើងឲ្យយើងទៅសួរអ្នកណាពេលពួកយើងភ្ញាក់ឡើងគឺពួកយើងនៅទីនេះហើយណាបណ្ឌិតដើរតាណាហើយអើយដើមឈើច្រើនណាស់អើយនៅទីនេះអើយពេលដែលយើងភ្ញាក់ឡើងអញហើយចុយណាគ្រួសារកសិករអស្ចារ្យនោះយើងមិនបានឃើញពួកគេទេនៅពេលយើងភ្ញាក់ឡើងនោះតោះឆាប់ទៅឲ្យលោកតាណានឹងខូឡូតើមើលថាមានតាណានៅជុំវិញនេះទេអង្គុយនៅស្ងៀមអញ្ចឹងមិនមែនជីវិធីល្អទេអូប៉ុន្តែយើងឃ្លានពេញមួយថ្ងៃហើយគ្មានអីញ៉ាំសោះនឹងចិត្តស្លាប់ហើយនៅចង់ស៊ីផាត់ទៀតមែនទេយើងហត់លោកចង់ទៅក៏ទៅតែយើងត្រូវញ៉ាំអីសិនណាវាពិតជាល្អណាស់ដែលពេញក្រពះបែបនេះជួយយើងផងខូឡូតាប់ហើយកំពុងតែមានបញ្ហាហើយឆាប់ឡើងទៅមិនដឹងអាលៀនអលៀនឡើងរត់អលៀនទៅកុំឈប់រត់ទៅគ្រោះថ្នាក់ណាឈប់សិនចាប់ខ្លួនពួកគេត្រៀមប្រយុទ្ធអាវុធរបស់យើងខូចហើយទុកឲ្យយើងខ្ញុំគិតថាមនុស្សនៅទីនេះមានបច្ចេកវិទ្យាខ្ពស់លើសពីផែនដីប៉ុន្តែយើងស្អប់ភពផែនដីនេះព្រោះវាពណ៌បៃតងនិងស្រស់ពួកលោកមិនមែនជាអ្នករស់នៅលើផែនដីនេះទេលោកម្ចាស់យើងបានឃើញថាពួកគេឈ្លានពានទឹកដីរបស់យើងដោយចេតនាខ្ញុំគិតថាយើងគួរដាក់គុកគេសិនមិនបានទេ
ទៅជាចិត្តសិនទៅ អូហូហើយកុំអីមិនបានទេតិចចិត្តសិនទៅតិចចិត្តសិនទៅ បើហ៊ានតែចាប់ពួកយើងនោះភពផែនដីរបស់លោកនឹងមានគ្រោះថ្នាក់កើតឡើងជាមិនខាននោះទេត្រឹមត្រូវហើយយើងគឺជាអ្នកជិះសេះអវកាសបេសកកម្មរបស់យើងគឺធានាសន្តិភាពនៃភព អូហេតុអីយើងមិនធ្លាប់ឮពីអ្នកជិះសេះអវកាសនេះ ដោយសារតែយើងត្រូវប្រតិបត្តិការដោយសម្ងាត់យើងកំពុងធ្វើដំណើរដើម្បីចាប់ក្រុមគ្រួសារកសិករអស្ចារ្យវាគឺជាក្រុមដ៏គ្រោះថ្នាក់ដែលកំពុងតែបំផ្លាញភពផែនដីនេះបើមិនជឿទេមើលរូបនេះទៅក្រុមគ្រួសារកសិករអស្ចារ្យសាហាវណាស់ពួកគេបានបំផ្លាញបរិស្ថានបំផ្លាញសមិទ្ធផលរបស់មនុស្សហើយនឹងធ្វើឲ្យផែនដីលែងជាផ្ទះបៃតងទៀតហើយ សាហាវណាស់ប្រៀបដូចជាក្រុមបិសាច នៅមានទៀតពួកគេកំពុងកំណត់គោលដៅលើភពនេះនៅពេលដែលយើងតាមក្រុមគ្រួសារកសិករអស្ចារ្យយានអវកាសរបស់យើងក៏ត្រូវបានគេបាញ់ទម្លាក់ចុះមក ពិតជាមានរឿងបែបនេះមែនទេតើយើងគួរធ្វើអ្វីឥឡូវនេះ អ្វីដែលត្រូវធ្វើនៅពេលនេះគឺបាញ់ឈប់ក្រុមគ្រួសារកសិករអស្ចារ្យបើមិនអញ្ចឹងទេភពទាំងមូលនឹងត្រូវបំផ្លាញទាំងស្រុងជាមិនខាននោះទេ មែនហើយបើលោកចាប់យើងលោកនឹងបាត់បង់ឱកាសក្នុងការចាប់គ្រួសារកសិករអស្ចារ្យ យើងសូមធានាថាក្រុមជិះសេះអវកាសរបស់យើងនឹងជួយលោកបានយើងគឺខូឡូគឺជាមេក្រុម យើងគឺបណ្ឌិតដឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យ ចំណែកយើងគឺតាផែយើងអាចបំផ្លាញរូបរាងបាន ទីណាមានគ្រួសារកសិករអស្ចារ្យនៅទីនោះ យើងគឺជាក្រុមជិះសេះ អូម៉ែគឺជាក្រុមជិះសេះអវកាស ចូលប្រញាប់ស្រាយពួកគេ ក្នុងនាមជាមនុស្សនៅទីនេះខ្ញុំសូមទោសដែលចាប់ពួកលោកដោយអចេតនាគ្រប់គ្នាប្រកាសជាឃ្លានហើយឥឡូវនេះពួកលោកត្រូវការសម្រាកហើយថ្ងៃស្អែកយើងនឹងមានការប្រជុំអំពីគ្រួសារកសិករអស្ចារ្យ មិនបាច់គួរសមទេ